វីដេអូ trip ដើរលេងចំណាយត្រឹមខ្ទង់$30ទៅកពតផងទៅកែបផងចង់ដឹងខ្ញុំទៅណាខ្លះញ៉ាំអីខ្លះតោះទៅមើលវីដេអូនេះទាំងអស់គ្នាសូមស្វាគមន៍មកកាន់ខេត្តចង់ចេញពីពេញមកខ្ទង់ម៉ោង5មកដល់កពតខ្ទង់ម៉ោង8មកដល់កពតភ្លាមដាក់បាយឆាក្តាមផ្លេតមកដល់កពតហើយបើសិនជាបានបាយឆាក្តាមដូចវាមិនសមបន្ទាប់ពីញ៉ាំហើយទាំងអស់គ្នាហើយយើងក៏បន្តដំណើរទៅមុខទៀតគឺយើងទៅកន្លែងសេះសមុទ្រដែលគេល្បីនៅខេត្តកពតអញ្ចឹងណាបន្ទាប់ពីថតរូបជុំគ្នារួចយើងក៏បន្តដំណើរទៅមុខទៀតហើយឥឡូវនេះយើងក៏បានមកដល់កាហ្វេរបស់យើងកាហ្វេម្នាក់មួយកែវផឹកបដាមើលទេសភាពបដាពិតជាស្រស់ស្រាយមែនទែនជាតិស្លាប់កប់សេរីសុំថែម5ចានទៀតចង់ប្រាប់ថាឆ្ងាញ់ទឹកច្រឡុចអែមហ្មងមិនមកអងយូរញ៉ាំកាហ្វេហើយយើងក៏បន្តដំណើរទៅមុខទៀតហើយខ្ទង់ម៉ោង11ជាងយើងក៏បានមកដល់ខេត្តកែបឥឡូវនេះយើងចូលផ្សារដើម្បីទិញគ្រឿងសមុទ្រយកទៅធ្វើម្ហូបញ៉ាំពេលថ្ងៃបងអ្នកទិញខ្ញុំវិញអ្នកថតវីដេអូឃើញតែអញ្ចឹងទេតែចង់និយាយថាក្តៅដូចបាយពុះល្ងំហ្មងក្នុងហ្នឹងឆ្លៀតពេលគេពងធ្វើម្ហូបខ្ញុំក៏ដើរចេញមកក្រៅជួបអូនម្នាក់120000ណាបងហើយស្រស់នេះបន្តមកទៀតយើងក៏បានស្រស់ស្រូបអាហារពេលថ្ងៃជាមួយនឹងម្ហូបដែលយើងបានទិញមុនហ្នឹងញ៉ាំរួចហើយសម្រាប់ផ្លេតក៏ពួកខ្ញុំបានធ្វើដំណើរទៅឆ្នេរដើម្បីថតរូបលេងជុំគ្នាថតរួចហើយយើងក៏បន្តដំណើរទៅមុខទៀតគឺទៅជិះទូកកាយ៉ាក់អត់ធ្លាប់ជិះពីមុនមកហើយជាលើកទី1ពិតជាសប្បាយមែនទែនបាទហើយបន្ទាប់មកយើងក៏ប្រញាប់ទៅកន្លែងមួយទៀតព្រោះខាងគេបិទនោះគឺនំបញ្ចុកទឹកម្ហិចកំទាន់ញ៉ាំបងមុនញ៉ាំសុំថតមួយសិនចង់និយាយថានំបញ្ចុកទឹកម្ហិចរសជាតិប្លែកម្យ៉ាងខ្ញុំអត់ធ្លាប់ញ៉ាំពីមុនមកហើយញ៉ាំហើយក៏ឆ្លៀតដាក់មកវីដេអូរួចមកយើងក៏ឡើងទៅភ្នំពេញវិញនៅលើឡានរាំច្រៀងជុំគ្នាសប្បាយមែនទែនឡើងបងតកងឡានមិនចង់រាំដែរតែចេះខាត់តន់និយាយលេងទេបាទចំណាយត្រឹម$30ដើរលេងបាន5កន្លែងអ្នកនរគ្នាគិតមិនដែរហើយវីដេអូ vlog ថ្ងៃនេះមានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយបាយបាយជម្រាបលា